បាទសួស្តីបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់គ្នាបានលោកគ្រូអ្នកគ្រូរៀមស្បនទាំងអស់ជាទីគោរពជាទីរាប់អានបាទថ្ងៃនេះគឺខ្ញុំមានប្រភេទនៃអង្គនាងពួនបងប្អូនណាបាទប្រភេទនៃអង្គនាងពួនពីរមុខគឺយកមកដាក់ថតចែកជូនដល់បងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមបងប្អូនណាបាទប្រភេទនៃអង្គនាងពួននេះគឺដូចជាអង្គនាងពួនមួយអង្គនេះគឺយើងសាងចេញអំពីនៃអង្គគុជកណ្ដៀបងប្អូនណាយើងអាចហៅថានាងពួនគុជកណ្ដៀបងប្អូនណាបាទនាងពួនដែលយើងលុញចេញអំពីនៃអង្គគុជកណ្ដៀនេះគឺរបស់មួយដ៏ពិសេសពិសាលហើយអង្គគុជកណ្ដៀពណ៌ highlight នេះបងប្អូនណាបាទគឺមានពណ៌ខ្មៅពណ៌ក្រហមចគាំបែកលឿងពណ៌សបងប្អូនណាបាទមានពណ៌ highlight បែបនេះគឺកម្របងប្អូនណាខ្ញុំបានជម្រាបចឹងបាទប្រភេទនៃអង្គគុជកណ្ដៀបងប្អូនណាអង្គគុជកណ្ដៀបាទគឺពិសេសពិសាលតែម្ដងបងប្អូនណាហើយយើងកម្រនឹងបានសាច់កន្លែងដែលមានធំហើយយកមកសាក់លុញធ្វើជានាងពួនណាបងប្អូនណាបាទប្រភេទនៃអង្គគុជកណ្ដៀនេះបាទពីរអង្គនេះគឺយើងលុញចេញអំពីនៃអង្គគុជកណ្ដៀបងប្អូនណាបាទគឺស្អាតតែម្ដងបងប្អូនណាគឺស្អាតណាស់ហើយអង្គគុជកណ្ដៀការប្រើប្រាស់របស់លោកគឺបងប្អូនដឹងស្រាប់ហើយបងប្អូនណាបាទអានុភាពនៃការប្រើប្រាស់របស់លោកគឺខាងស្នេហ៍មហានិយមលក់ដូររស់ស៊ីហៅម៉ួយហៅភ្ញៀវគេថាដាក់ចុះដុសឡើងដូចជាដំបូកកណ្ដៀបងប្អូនណាបាទរស់ស៊ីមិនស្រុតរាសីមិនដាក់បាទគឺនៅតែឡើងដូចជាដំបូកកណ្ដៀជានិច្ចបងប្អូនណាបាទជារៀងរាល់ថ្ងៃបាទនេះដូចខ្ញុំបានជម្រាបចឹងបាទមិនត្រឹមតែប៉ុណ្ណោះបងប្អូនណាលោកការពាររាល់នៅអំពើមុនខ្មៅទាំងឡាយទាំងពួងបជាគ្រោះបជាភ័យបងប្អូនណាបាទចាស់បុរាណលោកប្រើបានទាំងសឹកសង្គ្រាមទៀតបងប្អូនណាបាទនេះគឺជាប្រភេទនៃអង្គគុជកណ្ដៀបងប្អូនណាបាទនេះគឺយើងលុញជានាងពួនអង្គគុជកណ្ដៀបងប្អូនណាដូចខ្ញុំបានជម្រាបចឹងការប្រើប្រាស់របស់លោកគឺបងប្អូនដឹងស្រាប់ហើយបងប្អូនណាបាទមិនធម្មតាទេប្រភេទនៃអង្គគុជកណ្ដៀអ្នកខ្លះគាត់ហៅថាភូស៊ីលសម្បុកកណ្ដៀបងប្អូនណាបាទភូស៊ីលសម្បុកកណ្ដៀអញ្ចឹងលោកដែលមានអាយុកាលរាប់ពាន់ឆ្នាំក៏คล้ายទៅជាថ្មបែបនេះគេហៅថាគុជកណ្ដៀបងប្អូនណាបាទគុជកណ្ដៀឬក៏បងប្អូនខ្លះគាត់ហៅថាភូស៊ីលសម្បុកកណ្ដៀនេះឯងបងប្អូនណាបាទភូស៊ីលសម្បុកកណ្ដៀនេះឯងបាទការប្រើប្រាស់របស់លោកដូចខ្ញុំបានរៀបរាប់ចឹងបងប្អូនណាការពាររាល់នៅអំពើមុនខ្មៅទាំងឡាយទាំងពួងបាទដាក់កន្លែងតូបលក់ដូររស់ស៊ីដាក់តាមខ្លួនដាក់ក្នុងផ្ទះនាំលៀបនាំជ័យនាំសិរីមង្គលជារបស់ដែលតិចតិជុំហៅម៉ួយហៅភ្ញៀវបងប្អូនណាដូចខ្ញុំបានជម្រាបចឹងបាទចំណែកឯអង្គនាងពួននេះគេហៅថានាងពួនថ្មបងប្អូនណាបាទជីវប្រវត្តិនាងពួនថ្មនេះដូចខ្ញុំបានរៀបរាប់ចឹងកាលពីលើកមុនគឺខ្ញុំដាក់នៅលើដើមចេកឲ្យបងប្អូនបានទស្សនាម្ដងទៅហើយបងប្អូនណាបាទប្រភេទនៃអង្គនាងពួនថ្មនេះគឺស្អាតបងប្អូនណាបាទគឺស្អាតណាស់បាទដូចជាបងប្អូនឃើញនៅក្នុងរូបភាពនេះស្រាប់បងប្អូនណាបាទពីធម្មជាតិបាទដើមឡើយគឺម្ចាស់គាត់រើសបានយើងនិយាយប្រវត្តិអំពីប្រវត្តិនៃនាងពួនថ្មនេះបងប្អូនណាបាទនាងពួនថ្មនេះបាទម្ចាស់គាត់ដើរទៅគាត់រើសបានរបស់នេះបងប្អូនណាបាទរើសបានរបស់ហ្នឹងហើយក៏គាត់ទម្លាក់ចោលឬក៏គាត់បោះចោលបងប្អូនណាក្រោយមកទៀតគាត់ក៏ធ្វើដំណើរទៅមុខបងប្អូនណាបាទធ្វើដំណើរទៅមុខទៀតបាទធ្វើដំណើរទៅមុខទៀតដល់មុខបានបន្តិចក៏ជួបនៅប្រភេទនៃអង្គនាងពួនថ្មនេះដដែលបងប្អូនណាបាទអង្គនាងពួនថ្មនេះដដែលបាទគាត់ក៏មិនចាប់អារម្មណ៍ប្រមាណទេគាត់ក៏ចេះតែនឹកឃើញមិនបានជាអញ្ចឹងគាត់ក៏រើសរបស់ហ្នឹងបោះចោលតែម្ដងទៀតបងប្អូនណាបាទបោះចោលម្ដងទៀតក្រោយមកក៏គាត់ដើរព្រៃម្ដងទៀតដើរចុះដើរឡើងក៏ជួបនៅនាងពួនថ្មនេះដដែលបងប្អូនណាបាទនៅជួបនាងពួនថ្មនេះដដែលបាទទើបគាត់សម្រេចចិត្តយកនាងពួនថ្មនេះមកទុកតែម្ដងទៅបងប្អូនណាបាទនេះមិនធម្មតាទេអញ្ចឹងបានរបស់ខ្លះដែលយើងគិតថាជាវត្ថុមួយវត្ថុមង្គលមួយកាលណាមាននិស្ស័យជាមួយយើងហើយទៅកន្លែងណាក៏ជួបទៅកន្លែងណាក៏ឃើញដែរបងប្អូនណាបាទដូចជាបានជម្រាបអញ្ចឹងដូចគេឲ្យនាំលោកចេញឬក៏នាំលោកយកមកផ្ទះសម្រាប់ឲ្យទៅអ្នកដែលមាននិស្ស័យជាមួយនឹងលោកចឹងបងប្អូនណាដូចខ្ញុំបានជម្រាបចឹងបាទហើយនេះគឺជាប្រភេទនៃអង្គនាងពួនថ្មបងប្អូនណាបាទអង្គនាងពួនថ្មហើយខ្ញុំដាក់នៅលើដើមចេកគឺមិនលូតទេបងប្អូនណាបាទនេះដូចខ្ញុំបានជម្រាបចឹងហើយថ្ងៃនេះក៏យកមកថតឲ្យប្រវល់ឲ្យឃើញរូបភាពច្បាស់បាទសម្រាប់បងប្អូនទស្សនាតែម្ដងចិត្តប្រព័ន្ធមេដៃបងប្អូនណាបាទចិត្តប្រព័ន្ធមេដៃបាទប្រវែងរបស់លោកគឺវែងដែរបងប្អូនណាបាទប្រវែងមកចោលដៃនោះបាទប្រវែងមកចោលដៃបាទគឺស្អាតបងប្អូនណាបាទគឺស្អាតណារូបរាងរបស់លោកពីធម្មជាតិគឺបែបហ្នឹងបងប្អូនណាបាទនេះហើយគេហៅថាឋានធម្មជាតិក៏កើតឡើងដោយធម្មជាតិបងប្អូនណាបាទសម្រាប់ការពារខ្លួនបងប្អូនណាដូចខ្ញុំបានជម្រាបចឹងហើយប្រភេទនៃអង្គនាងពួនទាំង3អង្គនេះដែរបងប្អូនខ្ញុំបានជម្រាបចឹងបងប្អូនណាបើសិនជាបងប្អូនដែលគាត់មើលឃើញហើយមានឧបនិស្ស័យស្រឡាញ់ចង់បានគឺសូមតំណែងតាមលេខទូរស័ព្ទខ្ញុំបាទដែលនៅខាងក្រោមឬក៏តាមរយៈលេខ Telegram ខ្ញុំបាទគឺលេខ Smart ទាំងឯងបងប្អូនណាហើយក៏សូមអរគុណច្រើនដែលបងប្អូនទាំងអស់ចូលទស្សនានៅក្នុង Page ខ្ញុំបាទដែលមានទំនុកទុកចិត្តលើ Page ខ្ញុំបាទឲ្យខ្ញុំបាទផ្ញើអីវ៉ាន់គ្រប់ទីកន្លែងទាំងអស់តែម្ដងបងប្អូនណាហើយបើសិនជាខ្ញុំនិយាយទៅក៏លើសលួសនៅពាក្យសម្ដីត្រង់កន្លែងណាមិនសមរម្យក្តីឬក៏រៀបរាប់មិនបានក្បោះក្បាយក្តីបងប្អូនណាបាទក៏សូមខន្តីអភ័យទោសផងបងប្អូនណាសូមខន្តីអភ័យទោសផងនៅចុងបញ្ចប់នេះក៏សូមជូនពរឲ្យបងប្អូនទាំងអស់បាទជួបប្រទះតែសេចក្តីសុខនិងសេចក្តីសប្បាយរស់ស៊ីទទួលទាន
មានបានទាំងអស់គ្នាបងប្អូនណាបាទសូមអរគុណច្រើនហើយក៏សូមជម្រាបលាបាទសូមជម្រាបលា